នេះតើឯងមិនបាននិយាយថាបងប្រុសរបស់ខ្ញុំយកអំណោយមកឲ្យនាយកសាលាទេមែនទេហេតុអីបានជាមានតែអ្នកបើកឡានអញ្ចឹងគាត់គ្រាន់តែសួរខ្ញុំអំពីទិសដៅប៉ុណ្ណោះបើសិនជាគាត់មកមិនរកឯងនោះតើគាត់មករកមីងស៊ីមែនដែរទេតាមមើលទៅគ្រួសារចៅដូចជាមិនសូវស្រឡាញ់ចៅយានោះទេសួងវាយឺតពេលហើយសម្រាប់ខ្ញុំជូនឯងទៅផ្ទះឯងទៅវិញដល់ខ្លួនឯងទៅអេយូរនឹងមីងចៅទៅណាជាធម្មតាគាត់តែងតែឈរនៅមុខផ្ទះដើម្បីស្វាគមន៍ខ្ញុំបងប្រុសបានបណ្ដេញមីងចៅចេញបាត់ហើយតែគាត់ដឹងហើយថាខ្ញុំជិតស្និទ្ធជាមួយមីងចៅប៉ុណ្ណាតែហេតុអ្វីបានជាគាត់ហើយគាត់គ្រាន់តែជាអ្នកថែរក្សាផ្ទះសោះបងកុំបារម្ភពីរឿងនេះអីឈប់លេងសើចទៀតទៅតែមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដទៅគាត់បានជាប្រមាថបងស្រីធំមីស៊ីហើយនៅទីត្រឡប់មកវិញទៀតចឹងទៅបងប្រុសក៏បណ្ដេញគាត់ចេញបាត់ទៅនេះតើបងអាចប្រាប់ខ្ញុំបានទេរវាងមីងចៅហើយនិងបងស្រីមីងស៊ីតើមួយណាសំខាន់ជាងដោយសារតែកំហុសតូចមួយសោះគាត់មិនគួរបងប្រុសតើហេតុអីបានជាបងបណ្ដេញមីងចៅចេញបងប្រាប់ខ្ញុំបន្តិចមកតែបងប្រុសតើខ្ញុំអាចទៅបន្ទប់បងនៅយប់នេះបានទេដូចពេលដែលយើងនៅក្មេងនោះឯងធំហើយកុំយំគ្រាន់តែរិនតូចតាច់ប៉ុណ្ណឹងអីឯងទៅដេកនៅក្នុងម៉ូតូរបស់ឯងទៅបងប្រុសមិនដែលបដិសេធសំណើរបស់ខ្ញុំនោះទេវាដូចជាអ្វីបានផ្លាស់ប្ដូរបន្ទាប់ពីមីងស៊ីបានចាក់ចេញទៅអ្នករកគ្នាចាប់ផ្ដើមចាប់ក្រុមរួចហើយចាប់អនុវត្តយានខ្ញុំសុំទោសរឿងដែលបានកើតឡើងពីម្សិលមិញខ្ញុំមិនបានដឹងថាបងប្រុសរបស់ឯងតាមរកមីងស៊ីនោះទេខ្ញុំគិតថាដោយសារតែនាងបានចាក់ចេញពីផ្ទះភ្លាមអញ្ចឹងទៅវាក៏ទាមទារចំណាប់អារម្មណ៍ពីគ្រួសាររបស់ឯងទាំងមូលណាខ្ញុំដឹងហើយប៉ុន្តែខ្ញុំមិនអាចចាក់ចេញពីផ្ទះរបស់ខ្ញុំនោះទេនៅថ្ងៃនេះគឺជាថ្ងៃដែលប្រកាសលទ្ធផលសិនជាឯងរកបន្ទុកខ្ពស់ជាងនាងនោះការចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នានឹងត្រឡប់មករកឯងវិញមិនខានទេខ្ញុំនៅតែមានសំណួរពីរដែលត្រូវសួរសាស្ត្រាចារ្យកាវនៅក្នុងសប្តាហ៍នេះពួកយ៉ាន់ស៊ីបានប្រាប់ខ្ញុំឲ្យបកគោលវាទៅឲ្យឯងនេះស្រោមទូរស័ព្ទដែលត្រូវគ្នានឹងគាត់ទេតើវាពិតជាអាចទៅរួចមែនទេវាគ្រាន់តែជាស្រោមទូរស័ព្ទដែលបង្កើតឡើងតាមតែតម្រូវការរបស់ក្មេងទំនើងឆ្នាំទី2ប៉ុណ្ណោះវាគឺពិតជាល្អណាស់តែវាពិតជាមានអារម្មណ៍ល្អដោយការទទួលយកអំពីអ្នករាល់គ្នាខ្ញុំដឹងថានាងនឹងទទួលយកវាអូយ៉ាន់ស៊ីខ្ញុំបានឮថាគាត់បានការពារចៅមីងស៊ីប្រហែលជា2-3ដងឬមួយក៏ពួកគេអាចចៅមីងស៊ីតើនាងពិតជាសប្បាយចិត្តដែលគ្រាន់តែជាស្រោមទូរស័ព្ទមួយហ្នឹងឯងនេះតើពេលណាទៅដែលបងប្រុសស៊ីហ៊ានបង្ហាញពីអារម្មណ៍ពិតរបស់គាត់នោះបងប្រុសស៊ីសូមបន្ថយសំឡេងរបស់បងទៅមានមនុស្សច្រើនណាស់ដែលមើលមកបងណាមើលក៏មើលទៅខ្ញុំក៏ចង់ឲ្យអ្នកគ្រប់គ្នាដឹងផងដែរថានាងស្ថិតនៅក្រោមការការពាររបស់ខ្ញុំ